សូមអនុញ្ញាតគោរពស្វាគមន៍ប្រិយមិត្តជាទីគោរពនិងជាទីមេត្រីមកកាន់ Channel YouTube Rithi Talking ហើយនៅក្នុង Channel យើងក៏តែងតែនិយាយពីបណ្ដាលដូចជាវិភាគក៏ដូចជាចែកជូននៅព័ត៌មាននៃការប្រកួតឬក៏អ្វីដែលថ្មីសម្រាប់គុនខ្មែរបងប្អូនហើយនៅក្នុងវីដេអូនេះដែរខ្ញុំមាននៅព័ត៌មានមួយដែលសំខាន់ទាក់ទងនឹងបណ្ដាលគុនខ្មែរក៏ដូចជាព្រឹត្តិការណ៍បណ្ដាលមួយដែលជាព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រតែម្ដងបងប្អូនអាចឃើញរូបភាពដែលខ្ញុំបង្ហាញនេះសូមអធិស្ឋានបងប្អូនចំពោះរូបភាពដែលសារខ្ញុំអាចបង្ហាញបានច្រើននេះខ្ញុំសូមបង្ហាញតែប៉ុណ្ណឹងនៅក្នុងព័ត៌មាននេះដែរគឺទាក់ទងនឹងសង្វៀនបាទគុនខ្មែរយើងនឹងធ្វើឡើងជាមួយនឹងស្ថាប័ន WKN ដោយការធ្វើឡើងនេះនឹងមានការដាក់ឲ្យដណ្ដើមខ្សែក្រវ៉ាត់បងប្អូនបានឃើញរូបភាពនេះហើយមានកីឡាករខ្មែរយើង5រូបបងប្អូនប្រហែលជាស្គាល់ហើយបាទម្នាក់ដែលឈរកណ្ដាលនេះគឺជាកីឡាករលូនបញ្ញាហើយគាត់ឈរកណ្ដាលគេហើយមាននៅរូបភាពខ្សែក្រវ៉ាត់ WKN ហើយក៏មានដាក់អក្សរថាគុនខ្មែរដែរនៅក្នុងរូបភាពនេះអញ្ចឹងទៅបងប្អូនព័ត៌មានហ្នឹងគឺពិតជាអស្ចារ្យមែនទែនសម្រាប់គុនខ្មែរដោយសារតែគុនខ្មែរយើងមានភាពរីកចម្រើនហើយខាងស្ថាប័នពិភពលោក WKN នេះនឹងធ្វើឡើងនៅក្នុងស្រុកខ្មែររបស់យើងនៅក្នុងពេលឆាប់ខាងមុខនេះដោយមានគូប្រកួតនឹងដាក់ឲ្យកីឡាករយើងដណ្ដើមខ្សែក្រវ៉ាត់ទៅទៀតបើនិយាយទៅសង្វៀន WKN នេះគឺជាសង្វៀនធំមែនទែនដូចជាសង្វៀនដែលធំហើយខ្សែក្រវ៉ាត់គេស្អាតណាស់បងប្អូនបាទប្រាក់រង្វាន់តម្លៃខ្លួនកីឡាករក៏ច្រើនដែរធ្លាប់មានកីឡាករយើងទៅដណ្ដើមខ្សែក្រវ៉ាត់ហ្នឹងនៅស្ថាប័នគេដែរប៉ុន្តែការទៅនោះគឺចូលរួមសោកស្ដាយដែលកីឡាករយើងទៅចាញ់ណាប៉ុន្តែក្នុងសង្វៀននេះបងប្អូនគេមិនបោះបង់យើងទេបាទគេទោះបីជាគេយកយើងកីឡាករយើងទៅដណ្ដើមដល់ស្រុកគេទៅដល់សង្វៀនដល់ផ្ទះគេក៏ដោយយើងដណ្ដើមមិនបានក៏ប៉ុន្តែគេនៅតែព្យាយាមសហការបាទចាប់ដៃគូសហការជាមួយគុនខ្មែរហើយរៀបចំធ្វើឡើងនៅស្រុកខ្មែរការរៀបចំនេះគឺជាលើកទី1ហើយក៏ជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជាហើយបងប្អូនដឹងហើយបាទរាល់ការរៀបចំពីសង្វៀនក្រៅប្រទេសមកស្រុកខ្មែរយើងតែងតែគិតថាវាជារឿងដែលល្អមែនតើព្រោះទី1គឺអាចទាញប្រយោជន៍ទាញលុយពីក្រៅប្រទេសទាញភ្ញៀវបរទេសហ្នឹងមកទេសនាគុនខ្មែរក៏ដូចជាស្គាល់គុនខ្មែរកាន់តែច្រើនហើយស្គាល់ប្រទេសកម្ពុជារបស់យើងតាមរយៈកីឡាផងដែរហើយខ្ញុំគិតថាការប្រកួតនេះអាចនឹងមានកីឡាករបរទេសបងប្អូនអាចនឹងមានកីឡាករបរទេសច្រើនចូលមកប្រកួតជាមួយកម្ពុជាដើម្បីដាក់ជាការដណ្ដើមខ្សែក្រវ៉ាត់ WKN ណាហើយការប្រកួតនេះដែរគឺជាការប្រកួតដែលធ្វើឡើងដោយបានក្រោយពីការផ្អាកនៃការប្រកួតសង្វៀនធំនៅស្រុកខ្មែរហ្នឹងអស់រយៈពេលជាយូរហើយបន្ទាប់ពីមានបញ្ហាសង្គ្រាមអញ្ចឹងណាហើយនេះក៏ការនាំយកមកប្រកួតឡើងវិញក៏ដូចជាត្រឡប់មកប្រកួតបដាលបើកម្មវិធីបដាលវិញនេះគឺជារឿងដែលអស្ចារ្យមែនទែនដែលត្រឡប់មកវិញជាមួយនឹងប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជានេះឯងបាទហើយអញ្ចឹងដែរបងប្អូនបើសិនជាកីឡាករខ្មែរណាមួយក៏ដណ្ដើមបានខ្សែក្រវ៉ាត់ WKN នេះគឺជាខ្សែក្រវ៉ាត់ដែលមានន័យថាស្រុកខ្មែរគឺជាលើកទី1ហើយដែលមានខ្សែក្រវ៉ាត់ហ្នឹងបាទព្រោះខ្សែក្រវ៉ាត់នេះបងប្អូនឃើញរូបរាងគេបាទនិយាយមួយម៉ាត់ទៅថាមិនចាញ់ WLC បាទឬក៏សង្វៀនធំទេខ្ញុំចង់និយាយខ្ញុំអត់ចង់និយាយឲ្យចំដល់សង្វៀនដូចជាសង្វៀន1សង្វៀនអីណាក៏ប៉ុន្តែខ្សែក្រវ៉ាត់នេះគឺជាខ្សែក្រវ៉ាត់ដែលល្អហើយមានតម្លៃមែនទែនហើយស្អាតមែនទែនបើសិនជាកូនខ្មែរក៏ដូចជាកីឡាករខ្មែរណាគាត់ដណ្ដើមបានគឺពិតជាអស្ចារ្យមែនទែនព្រោះខ្សែក្រវ៉ាត់នេះយើងអាចប្រៀបនឹងWBC ហ្មងណានឹងខ្សែក្រវ៉ាត់នេះស្អាតជាង WBC បងប្អូនមើលទៅតម្រង់នៃការ design របស់វាគឺស្អាតមែនទែនអញ្ចឹងការប្រកួតហ្នឹងបើតាមខ្ញុំដឹងដូចជាធ្វើឡើងនៅក្នុងស្រុកខ្មែរនៅខេត្តកណ្ដាលហើយធ្វើឡើងនៅថ្ងៃទីដូចជាថ្ងៃទី10ទី11តទៅបាទពីថ្ងៃទី10ទី11នៅខែមករានេះដើមឆ្នាំ2026នេះផងដែរបងប្អូនអញ្ចឹងកុំភ្លេចតាមដានបាទទេសនាទាំងអស់គ្នាយើងនឹងអាចទេសនាបានតាមរយៈការ live នៅលើ page ផ្លូវការដូចជាសង្វៀនគ្រុឌបងប្អូនកាប់ពិតទៅបងប្អូនអាចមើលទៅតាមរយៈទូទស្សន៍ជាតិកម្ពុជាតូកក៏បានដែរនៅក្នុងទូទស្សន៍បងប្អូនអាចមានទាំងអស់គ្នាឬក៏បងប្អូនអាចទេសនាតាម page តូកទូទស្សន៍ជាតិកម្ពុជាហ្នឹងហើយការប្រកួតនឹងមានការផ្សាយផ្ទាល់ផងដែរសូមអរគុណចំពោះការទស្សនាហើយក៏សូមអធិស្ឋានផងបើសិនខ្ញុំនិយាយទៅមានការខុសឆ្គងឬក៏លើសលួសនៅក្នុងប្រការណាមួយបងប្អូនកុំភ្លេចជួយ Subscribe នៅ Channel ថ្មីមួយផងដើម្បីទទួលបាននៅព័ត៌មានថ្មីទាក់ទងនឹងបណ្ដាលហើយខ្ញុំនឹងព្យាយាមយកព័ត៌មានដ៏ល្អៗទាក់ទងនឹងបណ្ដាលគុនខ្មែរមកផ្សព្វផ្សាយបន្តទៀតនៅក្នុង Channel នេះផងដែរបងប្អូនអរគុណចំពោះការទស្សនាជួបគ្នានៅវីដេអូក្រោយបាទ